នេះមើលរយៈនេះខាងចេញវីដេអូយូរបងប្អូនថ្ងៃនេះមានវីដេអូមួយចង់ចែកចម្លែកជូនបងប្អូនពាក់ព័ន្ធទៅនឹងការជួសជុលប្រេហ្នឹងប្រេ MBA ណា brand MBA ហើយសម្រាប់ប្រេនេះដែរកំហុសរបស់វាគឺបើកអត់ចេញចាស់គេថាបើកអត់ចេញណានឹងបងប្អូនមុននឹងធ្វើការជួសជុលក៏សូមប្រាប់បងប្អូនទូទៅដែរសម្រាប់ប្រេនេះវាមានពីរប្រភេទមានទាំងប្រេមិចហើយនិងប្រេចៃសុងចៃសាប់បងប្អូនណាប្រេចៃសុងចៃសាប់វាមានពីរច្រកហើយនេះគឺប្រេមិចណាប្រេមិចមាន input 2ហើយនឹង volume 2មាន bass treble delay មាន repeat អី echo អីផ្សេងៗហ្នឹងហើយសម្រាប់ប្រេចៃសាប់វាមាន2ដែរប្រេចៃសាប់មាន1ហើយនឹងប្រេចៃសុងមាន1ដែរប្រេចៃសុងវា control ដោយ volume ប្រភេទនេះហើយសម្រាប់ប្រេចៃសាប់គឺ control volume ខាងក្រោយនេះបងប្អូនហើយ input វាមាននៅតាមនេះ input មានប្រភេទនេះ CD AUX record ផ្សេងៗណាហើយDVD ឬ DVD R DVD L ណាហើយ output នេះមាន2ច្រកនេះបងប្អូនឃើញផ្នែកនេះគឺផ្នែក sub output ហើយផ្នែកនេះគឺផ្នែក song ណាហើយការ control គឺ control នៅក្នុងនេះហើយសម្រាប់ទាំងអស់ហ្នឹងគឺវា control ដោយ volume ធំមួយណា master នេះនឹងឥឡូវកុំឲ្យខាតពេលយូរយើងមកតេស្តមើលទាំងអស់គ្នាណាឥឡូវខ្ញុំដោតដួយបងប្អូនមកដោតដួយឲ្យខ្ញុំបើកហ៎គឺអត់មានអីទាំងអស់គឺអត់ភ្លឺអីទាំងអស់ចេះស្ដែងវាត្រូវភ្លឺភ្លើងហើយថ្ងៃនេះប្រហែលជាអត់បានតេស្តសម្លេងជូនបងប្អូនទេគ្រាន់តែថាយើងឆែកមើលថាវាខូចអីចឹងណាហើយដើម្បីជួសជុលយើងដកភ្លើងសិនមកហើយធ្វើការដោះខ្ចៅវាជុំវិញសិនមកឥឡូវខ្ញុំដោយសារខ្ញុំថតតែឯងខ្ញុំសូមដោះខ្ចៅវាសិនហើយខ្ញុំថតជូនម្ដងទៀតនេះបងប្អូនបន្ទាប់ពីខ្ញុំដោះខ្ចៅរួចខ្ញុំបើកមកមើលណាហើយឥឡូវមើលផ្នែកខាងក្នុងរបស់វាណាផ្នែកនេះគឺផ្នែក input ហើយនៅផ្នែក sub នេះណាបងប្អូនឃើញនេះហើយសម្រាប់ power supply គឺប្រើប្រភេទ transfer ណាប្រើប្រភេទ transfer linear វាអត់ប្រភេទ switching គឺប្រើ transfer ឥឡូវដំណាក់កាលដែលយើងឆែកថាវាខូចអីហ្នឹងគឺជាក់ស្ដែងកំហុសរបស់វាគឺអត់ចូលភ្លើងមែនអត់បងប្អូនអញ្ចឹងដំណាក់កាលរបស់វាគឺយើងវាស់ខ្សែមើលឆែកខ្សែមើលថាតើខ្សែដាច់ឬក៏អត់ហើយចាំយើងទៅបន្តទៀតអញ្ចឹងឥឡូវខ្ញុំវាស់បែបទៀតទេបងប្អូននេះទៀតអញ្ចឹងឥឡូវយើងវាស់ខ្សែមើលខ្សែមួយខាងចូល P10 ណាឥឡូវខ្សែនេះមានណាវាអត់ដាច់ទេណាហើយយើងវាស់ចេញពី P10 អានេះគឺផ្នែកចេញនេះចេញពី P10 បងប្អូននេះចេញពី P10 ហើយខ្ញុំវាស់ម្ដងទៀតណាឥឡូវ P10 អត់ដាច់ទេណាខ្សែមួយខាងទៀតបងប្អូនខ្សែមួយខាងទៀតគឺចូលទៅកងតាក់ចូលមកកងតាក់នេះណាឥឡូវដើម្បីនេះយើងរុញវាចូលវាសិនមកហើយយើងឆែកកងតាក់ប៉ុន្តែនៅកន្លែងកងតាក់នេះវានឹងពិបាកឆែកបន្តិចបងប្អូនដោយសារតែវាចង្អៀតណាឥឡូវដកបានហើយដកមកហើយណាជាត្រៃដែរតែខ្ញុំថតតែឥឡូវខ្ញុំវាស់មើលអញ្ចឹងតែខាងណាយើងវាស់មើលណាដូចជាអត់មានទេនេះអូនេះដល់ហើយណាឥឡូវបើកកងតាក់ណាបើកកងតាក់ហើយបើកកងតាក់អត់វាស់មើលឃើញថាវាអត់ឆ្លងទេអញ្ចឹងចំណុចសន្និដ្ឋានដំបូងគឺយើងមានបញ្ហានៅកន្លែងកងតាក់នេះបងប្អូនណាឥឡូវយើងទៅឆែកមើលសិនហើយមានបញ្ហាមិនវិធីទី1គឺបើសិនជាបងប្អូនមានកងតាក់ប្រភេទហ្នឹងដូរតែម្ដងក៏បានដែរប៉ុន្តែសម្រាប់យើងអត់មានយើងអាចជួសជុលបានកងតាក់ហ្នឹងណាបើសិនជាអត់ខូចធ្ងន់ធ្ងរយើងអាចជួសជុលបានឥឡូវខ្ញុំសូមធ្វើការដោះសិននេះបងប្អូនវិធីដោះយើងគាស់អញ្ចឹងមកហើយឆ្កឹះវាឡើងលើមកប៉ុន្តែគាស់ហ្នឹងប្រយ័ត្នប្រយែងគឺកុំឲ្យមកសវានៅខាងក្នុងវាបាត់ណាបងប្អូន
lấy dân có hay dân đỏ màu một ôn khơi nhé khơi sẽ hiệp càng nóng ấy hiệp càng nóng cứ bộ pin ra sờ màu tràn giống việc thôi ơi việc thôi ơi còn tạ nướng việc ọt đợt á miền sầm á lấy dân thôi cá đỏ sầm ạt màu liêng màu khát về máu hay đạpไปចូលវិញណាខ្ញុំជឿថាគ្រាន់តែដោះសម្អាតនោះដូចជាអត់ប្របាក់ទេសម្រាប់បងប្អូនណាហើយខ្ញុំសូមធ្វើការដោះសិនដោយសារតែខ្ញុំថតតែឯងអញ្ចឹងវារឿងប្របាក់បន្តិចនេះបងប្អូនអានេះយើងដោះមកវាឃើញអានេះហើយនឹងឃើញបំណែកមកវាណាបំណែកមកវាគឺបំណែកនេះហើយបងប្អូនឃើញវាស្នឹមឥឡូវយើងដោះខាត់យើងកន្លែងនឹងឲ្យវាស្អាតមកយើងដាក់គុំចូលទៅវិញទៅវានឹងប្រើការបានដែរអានេះដំណាក់កាលទី1ណាបើសិនជាដាក់ទៅប្រើការអត់បានទៀតហ្នឹងចាំយកទៅឆែកបន្តទៀតនេះបងប្អូនបន្ទាប់ពីយើងធ្វើការសម្អាតណាសម្អាតចឹងមកហើយអានេះគឺយើងសម្អាតចឹងមកហើយយើងគុំចូលវិញទៅនេះអានេះយើងគុំចូលវិញណាឥឡូវយើងសាកមើលទាំងអស់គ្នាណាឥឡូវយើងសាកមើលសិនស្រីកន្លែងស្រួលបួលហើយយើងសាកមើលឥឡូវយើងដោតភ្លើងណាដោតភ្លើងហើយបែកកងតាឥឡូវមាញ់វាដូចអត់ដិតផងបងឥឡូវខ្ញុំកិលដូចណាឥឡូវខ្ញុំបើកមើលនេះឃើញឥឡូវគឺវាភ្លឺភ្លើងហើយវាដំណើរការហើយភ្លឺភ្លើងក្លែងនេះហើយធម្មតាណាហើយសរុបមកគឺមកពីបញ្ហាកងតានេះបងប្អូននេះឥឡូវគឺយើងធ្វើការជួសជុលរួចហើយគុំចូលវិញទៅព្រោះផ្នែកផ្សេងវាអត់ខូចទេវាខូចតែបញ្ហាហ្នឹងអូខេបងប្អូនអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយៗទៀតហើយសង្ឃឹមថាវីដេអូនេះគឺជាអត្ថប្រយោជន៍មួយសម្រាប់បងប្អូននឹងបងប្អូនបើសិនជាបងប្អូនមានចម្ងល់ឬក៏មិនទាន់អីកន្លែងណាបងប្អូនអាច comment សួរនៅខាងក្រោម clip វីដេអូនេះបានឬក៏បងប្អូនចង់សួរពីកំហុសផ្សេងៗយើងអាចនេះបានហើយមួយទៀតបងប្អូនចង់បន្ថែមបន្តិចទៀតណាពាក់ព័ន្ធទៅនឹងការជួសជុលអានេះគឺជាកំហុសស្រាលមួយទេបើកំហុសធ្ងន់វាអាចជាខូចផ្នែកប្រេមិចហើយនឹងផ្នែកប្រេសង់ប្រេសាប់អញ្ចឹងទៅណាហើយវាចែកដាច់អញ្ចឹងគឺវាអត់ប្របាក់ទេនៅពេលណាដែលវាអត់លឺសាប់បងប្អូនឆែកទៅខាងសាប់ទៅនៅពេលណាវាអត់លឺសង់បងប្អូនឆែកទៅខាងសង់ទៅហើយកំហុសដែលទូទៅដែលច្រើនតែខូចគឺភាគច្រើនគឺពាក់ព័ន្ធទៅនឹងបើ power supply គឺ fusible ហើយនឹងកងតាក់ហ្នឹងហើយព្រោះប្រភេទនេះវា transfer វាងាយខូចទី2គឺផ្នែក volume នេះដោយសារយើងប្រើយូរទៅវាអាចជាចូលដីចូលអីអញ្ចឹងវាងាយនឹងខូចដែរហើយមួយទៀតផ្នែកvolume ខាងក្រោយនេះហើយមួយទៀតផ្នែកឌុយនេះក៏បើក្នុងករណីយើងអត់សូវបានសម្អាតអត់សូវបានអីដែរវាងាយនឹងស្នឹមងាយនឹងច្រេះព្រោះវាដីហុយចូលណាអូខេបងប្អូនកុំឲ្យរៀបរាប់យូរជួបគ្នានៅវីដេអូក្រោយទៀតអរគុណ